ក្រៅពីយើងប្រកបសេវាហិរញ្ញវត្ថុផ្ដល់ជូនដល់សាធារណជនប្រជាជនឲ្យមានជីវភាពប្រសើរបង្កើនសេដ្ឋកិច្ចសង្គមហើយគឺអមរិតមានដកប្រាក់ចំណេញមួយចំនួនតូចណាដើម្បីចូលរួមមកការកសាងសហគមន៍វិញនៅក្នុងនោះគឺយើងឃើញថាអ្វីដែលយើងអាចចូលរួមបានគឺទាក់ទងមួយការពារអក្សរសាស្ត្រនិងវប្បធម៌ហើយបើការពារអក្សរសាស្ត្រនិងវប្បធម៌គឺយើងបានចូលរួមទៅលើសំណេរអង្គរដែលពីរលើកធំយើងមាន sponsor ធំចូលរួមនៅក្នុងព្រឹត្តិការណ៍ហ្នឹងហើយទី2គឺតាក់ទងមួយការដើម្បីគ្រប់គ្រងការអក្សរសាស្ត្រក៏ដូចជាវប្បធម៌គឺយើងឃើញថាសភៅអង្គរដែលសរសេរដោយសារព័ត៌មានថ្មីហ្នឹងអាចជួយទៅដល់ការផ្សព្វផ្សាយពីអរិយធម៌វប្បធម៌យើងច្រើនពីព្រោះនៅក្នុងសភៅយើងមានផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌរបស់យើងជាសម្បត្តិអង្គរវត្តដែលជាបេតិកភណ្ឌរបស់ពិភពលោកហ្នឹងអញ្ចឹងណាអញ្ចឹងយើងឲ្យបាននឹងទូលំទូលាយទៅដល់បុគ្គលិកទៅដល់ប្រជាជនក៏ដូចជាសាធារណជនប្រជាជនយើងបានដឹងទាំងអស់ទូទាំងប្រទេសព្រោះយើងកន្លងមកលេងអង្គរវត្តឃើញតែមើលតែប្រាង្គប្រាសាទមើលតែថ្មអីទេប៉ុន្តែនៅក្នុងសភៅបានរំលេចកកកកាយនៅអត្ថកម្បាំងពីមានប្រាសាទមានភ្នំមានស្ទឹងមានបលាយមានខាងបារាយមានទំនៀមទម្លាប់ការរស់នៅផ្សេងទៀតដើម្បីឲ្យយើងបានដឹងកាន់តែច្បាស់ណាប្រជាជនយើងកាន់តែច្បាស់ហើយកាន់បង្កើនការស្រឡាញ់និងចូលរួមក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌហ្នឹងតទៀតអញ្ចឹងណាហើយតកតងមួយការដែលយើងចូលរួមក្នុងអំណានមិញយើងមានអំណានដែរណាអំណានគឺយើងមានកញ្ចប់មួយដែលយើងចូលរួមជាមួយនឹងការអប់រំណាវិស័យអប់រំក្នុងគឺយើងមានការចូលរួមក្នុងការពិព័រណ៍សភៅទីវីអំណានក៏ដូចជាថ្មីហ្នឹងគឺយើងមានឧបត្ថម្ភទៅដល់នេះកំពុងរៀបចំកម្មវិធីព្រឹត្តិការណ៍មួយរត់ដើម្បីគៀងគរសិស្ស10000នាក់ឲ្យបានចូលរួមទៅបង្កើនការអានផងទូទៅប៉ុន្តែយើងបន្ថែមនឹងសិស្ស10000នាក់នឹងទទួលបានចំណាយមួយចំនួនទៅលើថ្លៃធ្វើដំណើរចូលទៅស្វែងយល់ពីសារមន្ទីរសេដ្ឋកិច្ចសសរសារមន្ទីរសេដ្ឋកិច្ចសសរដែលយើងនិយាយអំពីប្រវត្តិសេដ្ឋកិច្ចស្រុកខ្មែរក៏ដូចជាប្រវត្តិប្រាក់រៀលថែមទៀតសៀវភៅហ្នឹងគឺសំខាន់ដែរច្រើនណាស់វាបានជួយច្រើនទៅដល់អ្នកអានដូចជាយើងគាត់នឹងអាចបានស្វែងយល់ពីអង្គរកាន់តែច្បាស់ជាងមុនពីមុនអ្នកមកលេងអង្គរភាគច្រើនគាត់មកគឺមកមើលតែប្រាសាទមើលតែអីប៉ុន្តែឥឡូវនេះគឺគាត់អាចស្វែងយល់ពីបរិយាកាសជុំវិញអង្គរទៀតដែលមានព្រៃឈើមានភ្នំមានទឹកមានស្ទឹងមានអីចឹងណាហើយក៏ដូចជាវប្បធម៌ឬក៏ទំនៀមទម្លាប់ការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរហ្នឹងដូចជាការសែនព្រេនឡើងអ្នកតាបនកុសជប់អីជាដើមអញ្ចឹងណាអាចច្រើនជាងហ្នឹងហើយខ្ញុំគិតថាបើគាត់ស្រឡាញ់អញ្ចឹងគឺគាត់នឹងបន្តជួយផ្សព្វផ្សាយថែរក្សាហើយវាជាមោទនភាពមួយរបស់ជាតិខ្មែរដែលអង្គរមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌធម្មតាទេគឺជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកដែលបរទេសមួយចំនួនក្នុងធំក្នុងមួយជីវិតគឺគាត់តែងតែពងធ្វើម៉េចឲ្យបានមកលេងអង្គរម្ដងព្រោះគាត់ដឹងថារមណីយដ្ឋានអង្គរឧទ្យានអង្គរនេះគឺមានបង្កប់ទៅដោយអត្ថកម្បាំងវប្បធម៌អរិយធម៌ដែលខ្មែររបស់យើងរីកចម្រើននៅក្នុងសម័យអតីតកាលកន្លងមកអញ្ចឹងណាអញ្ចឹងគឺគាត់អាចមករៀនសូត្រឲ្យមកផងក៏អាចក្រៅពីហ្នឹងគឺស្វែងយល់ពីវប្បធម៌ប្រពៃណីក្នុងនៅអង្គរហ្នឹងហើយគាត់ក៏អាចកាត់បន្ថយភាពតានតឹងណា release stress បានន័យថាមកដល់អង្គរគឺអ្នកអារម្មណ៍ស្មុគស្មាញ stress ច្រើនមួយចំនួនចូលមកទៅអង្គរឃើញដើមឈើឃើញប្រាសាទឃើញបរិយាកាសជុំវិញអង្គរទលានទម្លាប់ការរស់នៅជាដើមគឺគាត់នឹងធូរស្រាលក្នុងផ្នែកស្មារតីអារម្មណ៍វាជួយអ្នកមួយចំនួនគាត់អាចព្យាបាលសុខភាពផ្លូវចិត្តរបស់គាត់បានល្អជាងមុន